វត្ថុតាងគ្រឿងញៀនជាង 1,300 គីឡូក្រាមត្រូវបានរដ្ឋបាលខេត្តព្រះវិហារនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញចោលរដ្ឋបាលខេត្តព្រះវិហារសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទរួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិតព្រមទាំងបានឈានទៅដុតបំផ្លាញចោលនៅវត្ថុតាងគ្រឿងញៀនសរុបជាង 1,305 គីឡូក្រាមដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមកកម្មវិធីដ៏មានសារៈសំខាន់នេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី20ខែសីហាឆ្នាំ2026ក្រោមអធិបតីភាពឯកឧត្តមលេងប៊ុនណាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តមប្រាក់សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាសាលាខេត្តព្រះវិហារឯកឧត្តមលេងប៊ុនណាបានអានសាលិខិនរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានគូសបញ្ជាក់ថាទោះបីជាកម្ពុជាទទួលរងនូវការឈ្លានពានបូរណភាពទឹកដីនិងរំលោភអធិបតេយ្យជាតិពីប្រទេសជិតខាងយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលនៅតែចាត់ទុកសន្តិសុខនិងសុវត្ថិភាពសង្គមជាកត្តាស្នូលសាលិខិតរបស់សម្ដេចធិបតីបានបន្ថែមថារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រនវានុវត្តន៍និងវិធានការមើងម៉ាត់ជាច្រើនរួមមានការបំពាក់បច្ចេកវិទ្យា Digital លើកម្មវិធីទូរស័ព្ទ App Notarang ការអនុវត្តបទបញ្ជាលេខ01 បបស្ដីពីការសម្អាតផ្ទះយើងនិងបទបញ្ជាលេខ02 បបស្ដីពីការហាមឃាត់បារីអេឡិចត្រូនិកនិងស៊ីសាដើម្បីសម្អាតចកចេញពីបឹងរក្សាភាពស្អាតស្អំជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធជាមួយគ្នានេះឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំបង្ក្រាបនិងទប់ស្កាត់បទល្មើសគ្រឿងញៀនយ៉ាងសកម្មជាក់ស្ដែងសារធាតុញៀនសរុបប្រមាណជាង 1,305 គីឡូក្រាមដែលជាវត្ថុតាងចាប់យកបាននាពេលកន្លងមកក្នុងភូមិសាស្ត្រខេត្តព្រះវិហារត្រូវបាននាំយកទៅដុតបំផ្លាញចោលនៅក្នុងបរិវេណស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តទន្ទឹមនេះឯកឧត្តមអភិបាលខេត្តបានបដិញ្ញាចិត្តយ៉ាងមុតមាំថានឹងបន្តជំរុញការងារបង្ការនិងបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងខេត្តឲ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាពស្របតាមទិសស្លោករបស់រាជរដ្ឋាភិបាលសម្អាតចកចេញពីផ្ទៃបឹងហុំព័ទ្ធបឹងដែលស្អាតមិនឲ្យចកវិលចូលវិញនិងពង្រីកផ្ទៃបឹងគ្មានចករហូតផ្ទៃបឹងទាំងមូលថ្លាស្អាតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ